បង្ហាញមុខម្ហូបមួយទៀតជូនទៅដល់បងប្អូនអរគ្នាឆាសណ្តែកមួយតៅគួរធៀបពិតទៅវាមានសណ្តែកមានតៅគួរមានសាច់ជ្រូកហើយជាមួយផ្កាកញ្ឆាយផងដែរចាអាហ្នឹងគ្រឿងផ្សំជាចម្បងណាចាដោយបងប្អូនអរគ្នាឃើញហើយតៅគួរជើងកាត់ដុំអញ្ចឹងហើយយើងយកវាមកបំពងរហូតដល់ក្រហមបងប្អូនរហូតដល់មានពណ៌ចាដូចនៅក្នុងរូបអញ្ចឹងណាយើងដាក់បំពងឲ្យវាឆ្ងាញ់មានរសជាតិឈ្ងុយឆ្ងាញ់យើងយកមកញ៉ាំលេងក៏បានដែរនេះរោយម្សៅស៊ុបតិចទៅឬក៏ជ្រលក់ទឹកម្ទេសទឹកប៉េងប៉ោះអីឆ្ងាញ់មួយបែបចាពេលដែលយើងបំពងឆ្អិនរួចរាល់បងប្អូនដាក់ចាក់ខ្លាញ់ចូលខ្ទះទៅហើយបំពងខ្ទឹមចាជាតិដូចឆាយើងធម្មតាទូទៅបងប្អូនអត់មានអីខុសគ្នាទេគ្រាន់តែយើងមានថែមតៅគួរមកបំពងឲ្យហើយនឹងចានៅពេលដែលយើងរំលីងខ្ទឹមរហូតដល់ខ្ទឹមយើងមានពណ៌ក្រហមឈ្ងុយហើយបងប្អូនចាប់ផ្ដើមចាក់សាច់ជ្រូកទៅសាច់ជ្រូកនេះគឺនាងខ្ញុំប្រើសាច់ជ្រូក3ជាន់ណាបងប្អូនប្រើសាច់ជ្រូក3ជាន់មានជាប់ស្បែកនិងខ្លាញ់តិចតាមពិតទៅញ៉ាំខ្លាញ់ច្រើនស្បែកច្រើនក៏អត់ល្អដែរបងប្អូនយូរញ៉ាំម្ដងបានហើយចាអញ្ចឹងយើងចាក់សាច់ជ្រូកហើយយកបន្ថែមគ្រឿងទេសផ្សេងដែលមានដូចជាទឹកត្រីម្សៅស៊ុបហើយជាមួយនឹងស្ករសបងប្អូនបន្ថែមម្រេចបន្តិចផងបងប្អូនចាហើយយើងរំលីងឲ្យគ្រឿងផ្សំរបស់យើងហ្នឹងចូលជាតិគ្នាបងប្អូនអាចថែមលួចអំបិលបន្តិចបងប្អូនកុំអានដាក់ច្រើនពេកដោយសារយើងប្រើម្សៅស៊ុបដែរណាបងប្អូនអញ្ចឹងលួចតិចបានហើយបងប្អូនខ្លាចប្រៃចានៅពេលដែលយើងរំលីងសាច់ឆ្អិនល្អហើយអានេះនាងខ្ញុំបន្ថែមប៊ីចេងថែមតិចណាដោយសារអត់បានដាក់ប៊ីចេងពីមុនតែតាមពិតបងប្អូនអត់ប្រើប៊ីចេងបើចាំដាក់ថែមបានហើយយើងប្រើម្សៅស៊ុបហើយស្រេចលើបងប្អូនអ្នកខ្លះគាត់ប្រើអ្នកខ្លះអត់ណាយើងរំលឹងរហូតដល់សាច់របស់យើងហ្នឹងមានចង់និយាយថារហូតដល់សាច់របស់យើងឡើងឆ្អិនរំលឹងដល់សាច់ឆ្អិនសិនណាបងប្អូនបានយើងចាប់ផ្ដើមយកតៅគួរដែលយើងបានបំពងហើយយកមកចាក់ចូលជាមួយនឹងសាច់ដែលយើងរំលឹងរហូតដល់ឆ្អិនហើយណាបងប្អូនច្បល់សាច់ហើយនឹងតៅគួរហ្នឹងឲ្យវាចូលជាតិជាមួយនឹងគ្រឿងទេសដែលយើងបានដាក់លាយបញ្ចូលពីមុនណាបន្ទាប់មកបងប្អូនយកកញ្ឆាយផ្កាកញ្ឆាយយើងកាត់បែបហ្នឹងផ្កាកញ្ឆាយបងប្អូនយកមកចាក់ចូលហើយបងប្អូនច្បល់ឲ្យវាទ្រាំបន្តិចតាមពិតទៅខ្ទះរៀងតូចហើយផ្កាកញ្ឆាយរៀងច្រើនបងប្អូនបាក់យើងរៀងបាក់ច្បល់បន្តិចចាតែមិនស្អីទេច្បល់ឲ្យទ្រាំបន្តិចហើយបងប្អូនចាក់សណ្តែកដែលយើងបានត្រៀមទុកតាមពិតទៅនាងខ្ញុំប្រើនាងខ្ញុំភ្លេចជម្រាបប្រាប់ថាផ្កាកញ្ឆាយនេះនាងខ្ញុំប្រើចំនួន3ខាំហើយសណ្តែកនេះនាងខ្ញុំប្រើចំនួនកន្លះគីឡូតើគួរនាងខ្ញុំប្រើ4ដុំបងប្អូននាងខ្ញុំភ្លេចជម្រាបកាលពីដើមចាហើយសាច់ជ្រូកនឹងខ្ញុំប្រើ2-3ខាំចានៅពេលដែលយើងចាក់សណ្តែកបញ្ចូលជាមួយនឹងផ្កាកញ្ឆាយអស់ហើយយើងច្បល់តិចបងប្អូននាងពេញខ្ទះតិចហើយបាក់តិចហើយចានាងខ្ញុំបន្ថែមប្រេងខ្យងចាបន្ថែមប្រេងខ្យងដើម្បីឲ្យម៉ូបរបស់យើងហ្នឹងកាន់តែមានរសជាតិឆ្ងាញ់ចានេះនៅពេលដែលយើងច្បល់ទៅទ្រមហើយបានប៉ុណ្ណឹងបងប្អូនបានកន្លះខ្ទះតែការពីពេលចាក់ហ្នឹងឡើងពេញខ្ទះហៀហ្មងចាចង់ភ្លក់តាមរសជាតិដែលបងប្អូនចូលចិត្តនៅពេលដែលឆ្អិនបងប្អូនរោយស្លឹកខ្ទឹម